បាទខ្ញុំបាទសឹងសាយបាទសូមគោរពនឹងជំរាបសួរបាទពុកម៉ែបងប្អូនជាទីគោរពនឹងជាទីមេត្រីបាទសូមស្វាគមន៍មកកាន់កម្មវិធីបាទទស្សនៈសហគ្រិនបាទហើយថ្ងៃនេះយើងមានភ្ញៀវកិត្តិយសដ៏សំខាន់មួយគឺលោកបាទគួចសេងថៃដែលជាស្ថាបនិកនិងជានាយកគ្រប់គ្រងបាទនៅក្រុមហ៊ុន Anon Cambodia បាទឈ្មោះនេះព្រោះណាហើយថ្ងៃនេះយើងនឹងមានប្រធានបទដ៏សំខាន់មួយដែលពាក់ព័ន្ធជាមួយនឹងសិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍បៃតង Anon បាទចូលរួមចំណែកអ្វីខ្លះក្នុងការការពារបាទបរិស្ថានក៏ដូចជាជួយលើកកម្ពស់បាទគេថាវប្បធម៌សិល្បៈខ្មែរយ៉ាងណាខ្លះទៅបាទហើយលោកបាទគួចសេងថៃក៏ជាម្ចាស់ជ័យលាភីបាទធុរកិច្ចបាទគេថាបង្កើតថ្មីបាទឆ្នាំ2024ដែលទៅតែបាទគេថាចូលរួមប្រកួតប្រជែងដែលរៀបចំឡើងដោយបាទសហគ្រិនខ្មែរ KE ហើយឥឡូវនេះបាទជួបជាមួយនឹងបាទលោកបាទគួចសេងថៃបាទដូចតទៅបាទជំរាបសួរបាទលោកគួចសេងថៃបាទជំរាបសួរអរគុណណាស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃបាទឃើញថាហោះពីសៀមរាបមកដល់ Studio បាទ Cambodia Mix តែម្ដងបាទថ្ងៃនេះហើយក៏ចង់ដឹងអំពី Anon ក្រុមហ៊ុន Anon ហ្នឹងធ្វើអីហើយអ្វីបានជាបង្កើត Anon នេះឡើងដើម្បីអ្វីទស្សនវិស័យយ៉ាងណាខ្លះសូមសង្ខេបខ្លីខ្លឹមបាទលោកបាទសេងថៃបាទអរគុណម្ដងទៀតហើយជាបឋមខ្ញុំបាទឈ្មោះគួយសេងថៃបាទខ្ញុំជាស្ថាបនិកក៏ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Anon Cambodia ដែរមែនទែនទៅក្រុមហ៊ុន Anon Cambodia របស់យើងបង្កើតឡើងនៅក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យសិប្បកម្មរបស់ខ្មែរខណៈពេលដែលជំរុញនៅការលើកទឹកចិត្តទៅដល់ការគាំពារបរិស្ថានទ្រពពេលជាមួយគ្នាដែរបាទយើងមែនទែនទៅយើងផ្ដោតទៅលើផលិតផលដែលជាវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរតែរាល់ថ្ងៃនេះយើងផលិតនៅផលិតផល4ប្រភេទធំដែលផលិតផលទី1ដែលមានការពេញនិយមគ្រប់ត្រូលចាំជាងគេបំផុតយើងហៅឈ្មោះថាចម្លាក់បរិស្ថានដែលជាប្រភេទចម្លាក់កែច្នៃពីកំទេចឯករណាដែលគេបោះបង់ចោលហ្នឹងយើងយកមកច្នៃឡើងវិញឲ្យក្លាយទៅជាវត្ថុអនុស្សាវរីយ៍បែបសិល្បៈជូនទៅដល់ភ្ញៀវទេសចរហើយយើងមានប្រភេទផលិតផលទី2ដែលជាប្រភេទសាប៊ូធម្មជាតិជាផលិតផលដែលយើងអាចនាំចេញទៅក្រៅប្រទេសពីព្រោះយើងជាក្រុមហ៊ុនដំបូងគេនៅកម្ពុជាដែលទទួលបាននៅវិញ្ញាបនបត្រការស្តង់ដារអន្តរជាតិទៅលើផលិតផលសាប៊ូនេះពីស្ថាប័ន Control New Yen Certificate យើងទទួលបាននេះឈ្មោះថា Cosmo Natural ដែលជាប្រភេទ Certificate ស្តង់ដារអន្តរជាតិមួយផលិតផលទី3នេះយើងមានជាប្រភេទទៀនក្រអូបដែលមិនត្រឹមតែជាទៀនធម្មតាសម្រាប់អុជបំភ្លឺទេប៉ុន្តែវាជាទៀនដែលអាចជាវត្ថុតាំងលម្អបានពីព្រោះយើងផលិតដោយមានការក្បូរក្បាច់រចនានៅលើទៀនហ្នឹងហើយយើងមានផលិតផលទី4គឺប្រភេទគ្រឿងក្រអូបដែលប្រើប្រាស់នៅផលិតផលថាគ្រឿងផ្សំរបស់ខ្មែរយើងនៅក្នុងស្រុកដើម្បីលើកកម្ពស់កសិផលរបស់យើងបាទគួយវិញថៃបាទគេថាក្រុមហ៊ុន Anon ដែលបង្កើតគេថាកែច្នៃបាទគេថាពីវត្ថុដែលគេថាចេញពីអាចរណាគឺសិតតែវត្ថុធាតុដើមសិតតែឈើហ្នឹងហើយសេងថៃរៀនពីណាដែរឬក៏ចេះមកពីឪពុកម្ដាយឬក៏ចូលសាលាខាងណាដែរបានឈានមកដល់ការបង្កើតបាទគេថាសិប្បកម្មនេះឡើងដើម្បីជួយគាំពារបរិស្ថានក៏ដូចជាវប្បធម៌ខ្មែរយើងនោះបាទអរគុណច្រើនសម្រាប់សំណួរនេះមែនតើទៅប្រវត្តិរបស់ខ្ញុំតើខ្ញុំជាឪពុករបស់ខ្ញុំជាគ្រូបរិញ្ញាហើយម្ដាយរបស់ខ្ញុំជាងកាត់ដេរទេគ្រាប់ទៅអត់មានបាននៅក្នុងវិស័យប្រភេទជាសិល្បៈចម្លាក់អីទេប៉ុន្តែដោយសារតែខ្ញុំខ្លួនឯងជាអ្នកដែលស្រឡាញ់វិស័យហ្នឹងដោយសារតែអាចនឹងថាពីទូចយើងធ្លាប់នៅក្នុងភូមិមួយតែមានជាងចម្លាក់អីចឹងទៅយើងអាសាទៅលេងទៅយើងក៏ចាប់អារម្មណ៍ហើយណាមួយខ្ញុំតាំងពីទូចមកខ្ញុំចូលចិត្តលេងដីឥដ្ឋសូនរូបជារូបចម្លាក់រូបអីចឹងណាទៅតាំងពីក្មេងមកវាអាចចាត់ទុកថាជាទេពកោសល្យណាជានិស្ស័យឬក៏ជាទេពកោសល្យពីកំណើតមកអញ្ចឹងតែយើងចូលចិត្តប្រភេទអញ្ចឹងប៉ុន្តែប្រវត្តិនៃការសិក្សាគឺអត់ដែលបានផ្ដោតទៅលើផ្នែកនោះទៅតែសោះហ្មងយើងរៀននៅក្នុងដូចគេដូចឯងអញ្ចឹងយើងរៀនស្រាប់តែខ្ញុំមាន background នៅក្នុងវិស័យគ្រប់គ្រងធុរកិច្ច business administration ខ្ញុំបានចាប់បញ្ញាបត្រនៅក្នុងផ្នែកនេះហើយបន្តមកទៀតយើងមានការងារធ្វើនៅក្នុងផ្នែកពាណិជ្ជកម្មអីធម្មតាលោកសេងថៃមានដឹងទេមានបានស្រាវជ្រាវទេដែលតែខ្លួនឯងនឹងបានចូលរួមចំណែកអ្វីខ្លះក្នុងការជួយការពារបរិស្ថានក៏ដូចជាជួយលើកកម្ពស់វប្បធម៌សិល្បៈខ្មែរយើងតាមរយៈរូបចម្លាក់បាទសូនរូបរបស់លោកសេងថៃនោះបាទត្រង់ចំណុចនេះខ្ញុំ
ពិតជាមានមោទនភាពនៅខ្លួនឯងដែរដោយសារតែយើងបានធ្វើកិច្ចការមួយចំនួនដែលយើងស្រឡាញ់ក៏ពិតមែនដោយខ្លួនឯងយើងស្រឡាញ់មែនប៉ុន្តែនៅពីក្រោយការស្រឡាញ់នេះយើងបានបញ្ជាឥទ្ធិពលមួយយ៉ាងល្អសម្រាប់សិល្បៈវប្បធម៌ក៏ដូចជាបរិស្ថានសង្គមរបស់យើងដូចគ្នាដែរពីព្រោះយើងសម័យមើលនៅពេលដែលកាកសំណល់ឈើត្រូវបានគេយ៉ាងនិយាយថាត្រូវបានគេចាត់ទុកជាសម្រាមយើងយកវាមកកែច្នៃទៅជារបស់ដែលមានតម្លៃបូកផ្សំជាមួយនឹងបច្ចេកទេសដែលយើងស្រាវជ្រាវថ្មីប៉ុន្តែគឺក៏ត្រូវការកម្លាំងពលកម្មនៅក្នុងសហគមន៍នឹងដែរអញ្ចឹងយើងត្រូវការចង់និយាយថាសិប្បករដែលមានជំនាញនៅក្នុងការធ្វើរូបចម្លាក់នឹងដូចគ្នាដែរដើម្បីមកផ្គុំគ្នាដើម្បីបញ្ចូលអញ្ចឹងទាំងសកម្មភាពនេះវាបានដោះស្រាយនៅរឿងធំពីរទី1គឺកាកសំណល់ដែលបោះបង់ចោលហ្នឹងហើយទី2យើងអាចជួយផ្ដល់ការងារឬក៏អភិរក្សនៅជំនាញសិប្បកម្មរបស់មូលដ្ឋានរបស់យើងដែរពីព្រោះនៅសៀមរាបត្រូវបានគេទទួលស្គាល់ថាជាខេត្តមួយដែលជាខេត្តគោលដៅទេសចរផ្នែកធម្មជាតិជាមួយនឹងវប្បធម៌ហើយនៅក្នុងផ្នែកវប្បធម៌នោះដែរក្រៅអំពីប្រាសាទបុរាណរបស់យើងក៏យើងមានធនធានមនុស្សនៅក្នុងវិស័យវប្បធម៌នោះដែរជាងចម្លាក់ដែលល្បីហើយមានទេពកោសល្យល្អៗភាគច្រើនគឺនៅក្នុងខេត្តនឹងយ៉ាងណាក៏ដោយចុះខ្ញុំចង់ដឹងពាក់ព័ន្ធជាមួយនឹងការផលិតក៏ដូចជាការកែច្នៃគេថាវត្ថុធាតុដើមវត្ថុអនុស្សាវរីយ៍បៃតងនេះតើវាមានជួបឧបសគ្គអ្វីខ្លះឬក៏បានផ្ដល់ប្រយោជន៍អ្វីខ្លះទៅដល់សង្គមនោះបាទលោកសេងថៃបាទពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមខ្ញុំគិតថាខ្ញុំក៏ដូចជាអ្នកផ្សេងទៀតនៅក្នុងមិនថាទៅក្នុងវិស័យសិប្បកម្មឬក្នុងវិស័យធុរកិច្ចបែបណាទេខ្ញុំគិតថាបញ្ហាប្រឈមដែលអ្នកគ្រប់គ្រងទូទៅតែងតែជួបប្រទះគឺសម្រាប់ខ្ញុំគិតថាមានតែរឿងមួយទេសរុបទៅគឺរឿងធនធានជាមួយនឹងតម្រូវការហ្នឹងវាអត់មាន balance នឹងគ្នាជាក់ស្ដែងនៅពេលដែលយើងមានគម្រោងក្នុងការអភិវឌ្ឍចង់បង្កើតអីមួយយើងមានផែនការយើងមានការរៀបចំថាយើងមានគម្រោងក្នុងការធ្វើប៉ុន្តែជាទូទៅដល់ពេលដែលយើងចាប់ផ្ដើមអនុវត្តយើងនឹងចាប់ផ្ដើមឃើញថាធនធានដែលយើងមានក្នុងដៃហ្នឹងវាអត់គ្រប់គ្រាន់នេះគឺជារឿងមួយដែលអ្នកគ្រប់គ្រងទូទៅឬក៏ហៅសហគ្រិនត្រូវតែ challenge វាដើម្បីដោះស្រាយបាទអញ្ចឹងជាបទពិសោធន៍ផ្ទាល់ខ្លួនយើងត្រូវតែទៅរកនៅធនធានដែលយើងខ្វះនឹងជាទូទៅធនធានដែលខ្វះដែលជាចង់និយាយថាជាទូទៅរបស់ធុរកិច្ចហ្នឹងគឺធនធានផ្នែកហិរញ្ញវត្ថុហ្នឹងឯងបាទអញ្ចឹងមានវិធីច្រើនដើម្បីយើងអាចទៅរកធនធានហិរញ្ញវត្ថុដែលខ្វះខាតហ្នឹងបំពេញនៅក្នុងផែនការរបស់យើងជាក់ស្ដែងខ្ញុំឃើញកម្មវិធីរបស់ KE មួយក៏ជាផ្នែកមួយនៃវិធីដ៏ល្អមួយក្នុងការយើងទៅរកធនធានផ្នែកហិរញ្ញវត្ថុនឹងដែរប៉ុន្តែលើសពីនឹងទៅទៀតយើងបានទាំងធនធានហិរញ្ញវត្ថុហើយក៏បានទាំងធនធានបច្ចេកទេសមកជាមួយគ្នាទៀតអ្វីទៅជាលក្ខណៈពិសេសរបស់អាណន្តដែលធ្វើឲ្យសិប្បកម្មបៃតងដែលផលិតគ្រឿងទៀនកោបឬសាប៊ូនឹងដើម្បីអាចប្រកួតប្រជែងឬក៏អាចវាយឈ្នះនៅលើទីផ្សារនោះលោកសេងថៃចំណុចនេះអ្វីដែលធ្វើឲ្យផលិតផលរបស់អាណន្តខេមេឌីមានភាពលេចធ្លោជាងគេនៅលើទីផ្សារយើងមាន3ចំណុចធំទី1គឺទៅលើគេហៅថានវានុវត្តន៍បៃតងពាក្យថាបៃតងនៅទីនេះគឺមិនសំដៅទៅលើពណ៌បៃតងនោះទេបៃតងនៅទីនេះសំដៅទៅលើផលិតផលមួយដែលគាំពៀទៅដល់បរិស្ថានបាទអញ្ចឹងយើងមានគំនិតច្នៃប្រឌិតទៅលើផ្នែកហ្នឹងបានច្រើនដែលយើងធ្លាប់ជជែកលិភីនៅក្នុងកម្មវិធីមួយឈ្មោះថា I Story មកពីពាក្យថា Innovation Story ហ្នឹងឯងអញ្ចឹងយើងហើយក៏ជាយើងក៏ធ្លាប់បានចូលរួមក្រៅប្រទេសដែរពាក់ព័ន្ធជាមួយនឹងផលិតផលបៃតងហ្នឹងនៅក្នុងប្រទេសកូរ៉េកាលពីឆ្នាំដូចជា2022កន្លងទៅយើងក៏បានជ័យលាភីដូចជាចំណាត់ថ្នាក់លេខ3ដែរនៅក្នុងកម្មវិធីហ្នឹងគេហៅកម្មវិធីមួយឈ្មោះ Ecothon 2022មកពីពាក្យថា Eco Entrepreneur Marathon ចាំថាវាជាការប្រកួតប្រជែងមួយទៅលើគំនិតច្នៃប្រឌិតទៅលើផលិតផលបៃតងហ្នឹងឯងបាទថៃមានធ្លាប់បានគិតសម័យថាបារម្ភព្រួយបារម្ភ concern អំពីបញ្ហានៃអាយុជីវិតក៏ដូចជាស្ថិរភាពនៃអាជីវកម្មរបស់ថៃទេថាតើទៅអនាគតអាចនឹងខ្វះឈើអាចនឹងគេការរឹតបន្តឹងតឹងតែងពីរឿងអីឡាក់គឺថាភាគច្រើនយើងយល់ចេញតែពីអាចរណាអីឡាក់អាចនឹកឃើញថាមានការព្រួយបារម្ភឬក៏ត្រូវតែមានគំនិតណាមួយឆ្នៃចេញខុសពីអាចណានោះបាទត្រង់ចំណុចនេះខ្ញុំបានត្រៀមរួចជាស្រេចហើយតាំងពីយើងចាប់ផ្ដើមសប្តាហ៍ថ្ងៃនេះគឺយើងផ្ដោតទៅលើការកែច្នៃលើកាកសំណល់កំទេចអាចណាដែលមានស្រាប់ជាក់ស្ដែងក៏តែនៅក្នុងក្រុងសៀមរាបក្នុងមួយឆ្នាំក្នុងបរិមាណប្រហែលជាខ្ញុំធ្វើ survey ទៅខ្ទង់ប្រហែលជា360តោនក្នុងមួយឆ្នាំហើយយើងរាល់ថ្ងៃយើងអត់ទាន់ប្រើប្រាស់អស់នៅឡើយទេ
ប៉ុន្តែខ្ញុំបានគិតដូចជាស្រេចពីពុទ្ធនិន្នាការពិភពលោកក៏ដូចជានិន្នាការនៃគោលនយោបាយរបស់ប្រទេសកម្ពុជាយើងអាចនឹងចាប់ផ្ដើមផ្ដោតទៅលើការអភិរក្សព្រៃឈើអញ្ចឹងការកាត់បំផ្លាញព្រៃឈើត្រូវបានកាត់បន្ថយការជួញដូរព្រៃឈើក៏បានកាត់បន្ថយដូចគ្នាអញ្ចឹងកាកសំណល់វាអូតូម៉ាទិកធ្លាក់ចុះអញ្ចឹងយើងបានគិតដូចជាស្រេចនៅពេលដែលករណីអាចក្នុងកំឡុងពេល10ទៅ15ឆ្នាំក្រោយទៀតវាអត់មានកាកសំណល់ឈើយើងមកបំលែងយើងត្រៀមជាមួយនឹងការកែច្នៃនៅកាកសំណល់ផ្សេងទៀតដូចជាកាកសំណល់សកៃដូងកាកសំណល់អង្កាមអីចឹងសរុបទៅឲ្យជាប្រភេទខ្ញុំបានធ្វើការស្រាវជ្រាវដែរហើយយើងនឹងក្រងនឹងពង្រីកទៅលើគិតទៅលើកាកសំណល់ផ្សេងទៀតដែលយើងមាននៅក្នុងសង្គមដូចជាកាកសំណល់ពីសម្បកពោតឬក៏កាកអំពៅអីចឹងតែវាតែមានស្រាប់នឹងយើងអត់ខ្វះកាកសំណល់ត្រូវធ្វើឯងសរុបទៅមូលដ្ឋានបេសរបស់ខ្ញុំនឹងឲ្យតែប្រភេទកាកសំណល់ដែលចេញអំពីធម្មជាតិសឹងតែយើងអាចយកមកកែច្នៃបានបាទអញ្ចឹងក្រៅពី4ប្រភេទដែលថៃបានរៀបរាប់ខាងដើមហ្នឹងតើថៃក្រងនឹងផលិតអីជាបន្តទៀតមានផែនការទេពាក់ព័ន្ធជាមួយនឹងផែនការបន្តមកទៀតនេះយើងនឹងក្រងនឹងពង្រីកស្លាយនៃផលិតផលរបស់យើងបន្ថែមទៀតនៅក្នុងនោះខ្ញុំអត់បានគិតទៅណាឆ្ងាយអំពីរង្វង់នៃ4ប្រភេទដែលខ្ញុំបានជម្រាបខាងដើមនឹងនៅឡើយទេពីព្រោះយើងរាល់ថ្ងៃយើងនៅបំពេញចន្លោះវាអត់ទាន់គ្រប់ឡើយទេពាក់ព័ន្ធជាមួយនឹងប្រភេទចម្លាក់ដែលកែច្នៃកំពីកំតិចអាចរណានេះយើងនៅធ្វើបានក្នុងចំនួនមួយច្រើនហើយប៉ុន្តែខ្ញុំនៅមានឱកាសในការពង្រីកបន្ថែមទៀតឧទាហរណ៍ថ្ងៃយើងមានប្រភេទចម្លាក់តាំងតុកព្យួរជញ្ជាំងប៉ុន្តែយើងក្រងនឹងអាចក៏ប៉ុន្តែវាមានលទ្ធភាពក្នុងការអាចធ្វើរហូតដល់ទៅជាធូបផ្កាអាចធ្វើជាប្រអប់ក៏យើងអាចធ្វើបានដែរប៉ុន្តែនេះទាំងអស់ហ្នឹងសិតតែកមួនឬក៏មិនផលិតចេញពីអាចណាសិតតែកមួនអាចដុតបានឬក៏យ៉ាងត្រង់ចំណុចនេះអាចណាដែលរាល់ថ្ងៃហ្នឹងយើងយកមកធ្វើជាចម្លាក់បងធ្វើជារូបចម្លាក់អាចជារូបប្រាសាទអង្គរវត្តរូបប្រាសាទបាយ័នរូបដំរីរូបអីផ្សេងដែលជារូបជាទូទៅខាងខ្ញុំជ្រើសរើសយករូបជាប្រភេទសិល្បៈរបស់ខ្មែរយើងអត់ធ្វើរូបបែបអឺរ៉ុបបែបអីទេយើងធ្វើរូបបែបពីព្រោះគោលដៅរបស់យើងគឺភ្ញៀវទេសចរដែលមកលេងនៅប្រទេសកម្ពុជាគាត់នឹងទិញត្រឡប់ទៅវិញជាមួយនឹងវត្ថុអនុស្សាវរីយ៍ដែលតំណាងឲ្យប្រទេសកម្ពុជាអញ្ចឹងយើងមានរូបប្រភេទរបស់ខ្មែរយើងនឹងបាទប៉ុន្តែរាល់ថ្ងៃហ្នឹងដូចខ្ញុំរៀបអញ្ចឹងវាមានជាប្រភេទចម្លាក់នៅឡើយទេវាថារបស់សម្រាប់ decorative ប៉ុន្តែយើងអាចនឹងធ្វើជារបស់ប្រើប្រាស់ក៏បានដែរពីកំតិចអាចណាអញ្ចឹងយើងអាចមានជាដូចខ្ញុំថាមិញយើងអាចមានធូបផ្កាយើងអាចមានប្រអប់អីហ្នឹងទៅយើងអាចធ្វើបានបាទវាត្រូវលើបច្ចេកទេសនៃការស្រាវជ្រាវបន្ថែមទៀតទេអូខេអញ្ចឹងទៅថ្ងៃមុខទៅសេងថៃគិតថានឹងផលិតអ្វីដែលជាមានលក្ខណៈពិសេសជាងនឹងបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងសាប៊ូខ្ញុំឥឡូវខ្ញុំមិញនិយាយរឿងចម្លាក់ហើយសាប៊ូខ្ញុំបានកំពុងតែគិតមួយចំពោះថ្ងៃអនាគតទៅខ្ញុំចង់អភិវឌ្ឍវាឲ្យคล้ายទៅជាយើងមាន model មួយដែលយើងកំពុងតែសម្លឹងមើលយើងសម្លឹងមើលទៅលើក្រុមហ៊ុន LAS របស់អឺរ៉ុបមួយក៏ខ្ញុំទៅទស្សនកិច្ចនៅអាល្លឺម៉ង់កាលពីមួយខែមុនហ្នឹងខ្ញុំបានឃើញគួរឲ្យចាប់អារម្មណ៍ហើយខ្ញុំឃើញថា DNA របស់ LAS ហើយនិង Anon Cambodia ហ្នឹងវាអាចនៅក្នុងស្តៀងគ្នាពួក LAS គេធ្វើសាប៊ូដែរហើយសាប៊ូគេល្បីមែនទែន brand ហ្នឹងគេល្បីមែនទែនដែលគេមានការចាប់អារម្មណ៍មិនត្រឹមតែជាសាប៊ូគេភ្ជាប់ជាមួយនឹងប្រភេទហៅconcept មួយគឺ fun នៅក្នុងនោះបើថាសាប៊ូគេធ្វើមានពណ៌ច្រើនជាច្រើនជម្រើសសម្រាប់ទាក់ទាញក្មេងៗហើយជាមានក្បូរក្បាច់ប៉ុន្តែក្បូរក្បាច់បែបអឺរ៉ុបរបស់គេមានរូបបែបតុក្កតាអីចឹងណាបាទប៉ុន្តែខ្ញុំចង់ធ្វើ Anon Cambodia របស់យើងនឹងធ្វើសាប៊ូនៅក្នុងបែបអញ្ចឹងមែនប៉ុន្តែនៅក្នុងសិល្បៈបែបខ្មែរឲ្យបានកាន់តែច្រើនជម្រើសហើយយើងអាចរាល់ថ្ងៃយើងមានដៃគូនៅអាល្លឺម៉ង់ហើយនិងនេធឺឡែនហើយអញ្ចឹងយើងអាចគិតថាពេលយើងប្រភពនៅផលិតផលថ្មីបន្ថែមទៀតកាន់អាចសហការយកទៅថែមទៀតបាទទីផ្សារបន្តរបស់អាណនក្រៅពីអាល្លឺម៉ង់ហើយនិងហូឡង់តើលោកគិតថាទីផ្សារណាដែលស័ក្តិសមនឹងនាំចូលនឹងនាំចេញផលិតផលរបស់លោកទៅនោះពាក់ព័ន្ធចំណុចហ្នឹងតំបន់អឺរ៉ុបទាំងមូលជាគោលដៅនៃការនាំចេញរបស់យើងអូខេហេតុអីបានយើងជ្រើសខាងនោះពីព្រោះដូចខ្ញុំជម្រាបខាងដើមអញ្ចឹងមិនមែនថាយើងចង់នាំចេញយើងសួរទៅព្រោះសួរក្រុមហ៊ុនដតេផ្សេងទៀតអ្នកណាក៏ចង់នាំចេញទៅយើងអាចនិយាយថាទូទាំងពិភពលោកប៉ុន្តែសួរថាតើផលិតផលរបស់យើងនឹងវាត្រូវជាមួយខាងណាជាងពីព្រោះផលិតផលរបស់យើងពិភពលោករបស់យើងវាតែមួយមែនប៉ុន្តែបែងចែកជាច្រើនមែនអត់អញ្ចឹងយើងត្រូវ
កំណត់ទីផ្សារគោលដៅរបស់យើងឲ្យសមជាមួយផលិតផលរបស់យើងហេតុអីបានអឺរ៉ុបជាជំរើសទី1ដោយសារតែអឺរ៉ុបវាជាប្រទេសមួយដែលកំពុងតែមាននិន្នាការទៅលើការប្រើប្រាស់នៅផលិតផលបែបគេហៅ sustainable product ផលិតផលដែលគិតអំពីបរិស្ថានប្រភេទផលិតផលដែលចង់និយាយថាជួយទៅដល់សហគមន៍ជួយទៅដល់សង្គមបាទខាងអាល្លឺម៉ង់មុននឹងគេសម្រេចចិត្តមកទិញគេអត់មានគាត់តែឃើញផលិតផលរបស់យើងគេទិញទេគេមក visit ដល់កន្លែងយើងទៀតគេមក visit ដល់ workshop របស់យើងគេចង់ដឹងថាតើផលិតផលរបស់យើងនឹងផលិតមកផ្ដល់ចង់និយាយទីតាំងសមរម្យអ្នកធ្វើការជាមួយយើងនឹងធ្វើការក្នុងលក្ខខណ្ឌល្អអត់បាទហើយវត្ថុធាតុដើមដែលយើងយកមកនេះយកពីណាមកស្របទៅមកខ្សែចង្វាក់ហ្នឹងគឺគេធានាបានថាវាមាននិរន្តរភាពពាក្យនិរន្តរភាពដែលគេសំដៅលើហ្នឹងគឺសំដៅទៅលើលក្ខខណ្ឌការងារល្អវត្ថុធាតុដើមបែបធម្មជាតិมันប៉ះពាល់ទៅដល់បរិស្ថានហើយផលិតផលគុណភាពមួយដែលអតិថិជនអាចទទួលយកបានបាទលោកគួចសេងថៃពាក់ព័ន្ធជាមួយនឹងបញ្ហាសហគ្រាសខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជាយើងភាគច្រើនសុទ្ធតែមានភាគច្រើនបាទសុទ្ធតែរអ៊ូរទាំពីបញ្ហាខ្វះខាតពីរឿងដើមទុនខ្វះខាតពីរឿងបច្ចេកទេសខ្វះខាតពីចំណេះជំនាញលក្ខណៈតើអាណនបាន apply បានគេថារៀបចំលក្ខណៈគុណសម្បត្តិទាំងអស់នោះបានហើយឬនៅដើម្បីប្រកួតប្រជែងជាមួយនឹងបណ្ដាផលិតផលនាំចូលកម្ពុជាយើងនោះបាទត្រង់ចំណុចនេះពាក្យប៉ុណ្្នឹងចំណុចខ្វះខាតខ្ញុំបានជម្រាបខាងដើមអញ្ចឹងវានៅតែខ្វះអញ្ចឹងអត់តែគ្រប់ទេក្នុងទូនាទីខ្ញុំជាអ្នកគ្រប់គ្រងហ្នឹងគឺដោះស្រាយរឿងហ្នឹងគឺដោះស្រាយរឿងមិនគ្រប់ហ្នឹងឯងបាទការងាររាល់ថ្ងៃគឺដោះស្រាយទៅរឿងអត់គ្រប់ហ្នឹងឯងពេលដែលយើងមានផែនការចង់ធ្វើអីមួយយើងចាប់ផ្ដើមឆែកធនធានរបស់យើងគឺត្រប់ទៅគឺវាអត់គ្រប់អញ្ចឹងការងាររបស់ខ្ញុំគឺរឿងបង្គ្រប់ដើម្បីឲ្យផែនការរបស់យើងទៅមកយើងត្រូវធានារកវិធីនៃធនធានដែលយើងខ្វះហ្នឹងពេលខ្លះយើងខ្វះធនធានបច្ចេកទេសធនធានមនុស្សពេលខ្លះយើងខ្វះធនធានបច្ចេកថវិកាពេលខ្លះយើងខ្វះធនធានសម្ភារៈអញ្ចឹងទាំងអស់ហ្នឹងវាស្ទើរតែអ្វីដែលយើងត្រូវគិតរាល់ថ្ងៃដើម្បីដោះស្រាយបាទជាក់ស្ដែងវាមានវិធីច្រើនហើយវិធីទាំងអស់ហ្នឹងក៏ត្រូវបានជួយជាច្រើនដោយដៃគូអភិវឌ្ឍជាច្រើននៅក្នុងប្រទេសយើងដែរជាស្ដែងដូច KE អញ្ចឹងគាត់ training ច្រើនទៅពេលប៉ុណ្ណឹងតើយើង access ទៅរកធនធានទាំងអស់ហ្នឹងដោយរបៀបណាបាទហើយពីខាងក្រៅមកក៏ដូចគ្នាដែរគេបរៀនយើងរឿងនឹងច្រើនណាស់ពេលប៉ុណ្ណឹងតើយើងអាចទៅរកធនធានដែលខ្វះខាតហ្នឹងដោយរបៀបណាអូខេពាក់ព័ន្ធជាមួយនឹង KE ដោយសារតែលេចពាក្យ KE ហើយឡើងសួរ KE តែម្ដងទៅហើយអ្វីបានជាបាទគួយសេងថៃចាប់អារម្មណ៍ក្នុងការចូលរួមប្រកួតប្រជែងបាទនៅដែលសហគ្រិនខ្មែររៀបចំឡើងតើសេងថៃគិតថាការចូលរួមនឹងនឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់ក្រុមហ៊ុនក៏ដូចជាផលិតផលរបស់សេងថៃនោះបាទកម្មវិធី KE មែនតែនទៅមួយរយៈក្រោយនេះគាត់ផលិតមកមានច្រើនកម្មវិធីដែលក្នុងនោះក៏មានកម្មវិធីមួយគេហៅកម្មវិធីប្រកួតប្រជែងឬក៏កម្មវិធីពានរង្វាន់សហគ្រិនកម្មវិធីដែលគាត់ផលិតឡើងនេះក្នុងគោលបំណងហើយខ្ញុំយល់ចិត្ត KE មកគាត់ចង់បានអីបាទហើយខ្ញុំឯកភាពជាមួយនឹងបំណងរបស់គាត់អ្វីដែលគាត់ចង់បានពីកម្មវិធីហ្នឹងគឺចង់ធ្វើឲ្យយើងមានការរីកចម្រើនមានការអភិវឌ្ឍជាងមុនជាក់ស្ដែងខ្ញុំចូលរួមនៅកម្មវិធីគឺយើងបានមែនហើយមិនត្រឹមតែប៉ុណ្្នឹងទៀតនៅក្នុងពេលប្រកួតហ្នឹងយើងមិនប្រកួតទៅម្នាក់ឯងណាមានក្រុមហ៊ុនផ្សេងទៀតគេចូលមករួមដូចគ្នាដែរពួកគាត់ក៏ជាអតិថិជនរបស់យើងដែរនៅថ្ងៃក្រោយទៀតគេចាប់តាមស្គាល់ពីយើងក៏ស្គាល់ពីគេយើងអាចចាប់តាមតំណែងតំណងហើយនេះក៏ជាគោលដៅមួយរបស់ KE ដែរដើម្បីគាត់គៀងគោសហគ្រិនទាំងអស់មកជួបគ្នាដើម្បីឲ្យសួរថាដល់ពេលចាប់តាមស្គាល់គ្នាពួកគាត់អាចធ្វើអ្វីជាមួយគ្នាបាននៅពេលអនាគតនេះរឿងទី1ហើយរឿងទី2ពាក់ព័ន្ធជាមួយនឹង capacity building ការកសាងសមត្ថភាពទៅខ្លួននេះគ្នាដែរនៅក្នុងកម្មវិធីរបស់ KE ជាទូទៅគឺមិនដែលរំលងជាមួយនឹងការបណ្ដុះបណ្ដាលទេទោះបីវាជាកម្មវិធីប្រកួតយ៉ាងណាក៏ដោយគឺតែងតែមានវគ្គ training នៅក្នុងនោះវាជាវគ្គដែលយើងបំពាក់បំពន់សមត្ថភាពរបស់យើងនៅក្នុងពីព្រោះនៅក្នុងវិស័យពាណិជ្ជកម្មមានរឿងច្រើនដែលយើងត្រូវពិចារណាអញ្ចឹងយើងអត់អាចនៅស្ងៀមទេយើងត្រូវតែអភិវឌ្ឍខ្លួនរបស់យើងជានិច្ចដើម្បីតាមឲ្យតាមបរិបទសង្គមបរិបទទីផ្សារបរិបទពិភពលោកអញ្ចឹងយើងមានឱកាសក្នុងការប្រកួតប្រជែងខ្ពស់នឹងរឿងទី2រឿងការអភិវឌ្ឍសមត្ថភាពទៅខ្លួនហើយនឹងរឿងទី3គឺវាជាឱកាសមួយដែលយើងអាចមានឱកាសទទួលនៅការហៅហិរញ្ញប្បទានឬក៏ជំនួយផ្នែកហិរញ្ញវត្ថុផ្សេងទៀតជាក់ស្ដែងពេលយើងប្រកួតទទួលបានជ័យលាភីអញ្ចឹងគាត់បានជាប្រាក់រង្វាន់យើងអាចយកប្រាក់រង្វាន់មកជាផ្នែកមួយនៃដើមទុនរបស់យើងបានបាទអស់ហើយ
មិនត្រឹមតែប៉ុណ្្នឹងទេគាត់អាច connect យើងទៅដៃគូផ្សេងទៀតដែលជាដៃគូវិនិយោគទៀតផងអាស្រ័យតើយើងនឹងមានភាពរឹងមាំរួចរាល់ខ្លួនឯងកម្រិតណាទេរាល់ថ្ងៃហ្នឹង KE គាត់មានក្រៅពីកម្មវិធីហ្នឹងគាត់មានកម្មវិធីមួយផ្គូផ្គងសហគ្រិនជាមួយនឹងគេហៅអ្នកវិនិយោគទៀតបាទអញ្ចឹងដល់ពេលដែលយើងកសាងសមត្ថភាពខ្លួនឯងមានលក្ខណៈគ្រប់គ្រាន់និងអាចទទួលវិនិយោគបាន KE នឹងកាត់ផ្គូផ្គងឲ្យអ្វីទៅជាសារលើកទឹកចិត្តទៅដល់សហគ្រាសខ្នាតតូចនិងមធ្យមក៏ដូចជាអ្នកចង់កែច្នៃឬក៏អីហ្នឹងដើម្បីចូលរួមក្នុងការប្រកួតប្រជែងក៏ដូចជាចូលរួមក្នុងការបញ្ចេញសមត្ថភាពដើម្បីអាជីវកម្មរបស់ខ្លួននោះបាទខ្ញុំមានតែពាក្យថា3ម៉ាត់ទេទៅមុខហើយចង់និយាយថាឆ្ពោះទៅមុខពាក្យនេះមានថាបើនិយាយខ្លីថា go forward វាខ្លីឯងប៉ុន្តែបើយើងធ្វើបានពាក្យនេះហើយយើងយល់ពីពាក្យនេះយើងនឹងចាប់ដើមលើកទឹកចិត្តខ្លួនឯងឲ្យមានកម្លាំងជំរុញទី1ដើម្បីការអភិវឌ្ឍរបស់ស្ថាប័នរបស់យើងផងហើយទី2ការអភិវឌ្ឍរបស់យើងខ្លួនឯងផងនៅពេលដែលយើងនៅក្នុងសម្រាប់ខ្ញុំការប្រកួតប្រជែងខ្ញុំទទួលអារម្មណ៍ថាវាជាសម្ពាធណាក៏គិតថាការប្រកួតប្រជែងមានណាបើនិយាយត្រង់ទៅមនុស្សភាគច្រើនអត់សូវចូលចិត្តទេពាក្យថាការប្រកួតប្រជែងឬការប្រឡងហ្នឹងដូចបងនេះហ្នឹងក៏ឆ្លងកាត់ការប្រឡងមកច្រើនដែរតាំងពីយើងរៀនពីក្មេងមកអញ្ចឹងព្រោះប្រុសប្រឡងវាមានចប់មានធ្លាក់អញ្ចឹងយើងភ័យពពោះរហូតប៉ុន្តែបើសិនជាយើងមិនចូលរួមការប្រឡងទេយើងនឹងអត់ដឹងថាយើងមានសមត្ថភាពប៉ុណ្ណានៅរឿងទី1ហើយបន្តមកទៀតដល់ពេលដែលយើងចូលហើយវាคล้ายទៅជាសម្ពាធមួយដែលខ្ញុំតែងតែនិយាយថាសម្ពាធវិជ្ជមានវាមិនមែនសម្ពាធធ្វើឲ្យយើង stress រហូតដល់ depression អីនេះពីជាសម្ពាធមួយដែលថាធ្វើឲ្យយើងប្រឹងបាទចង់ឬមិនចង់ខ្ញុំគិតថានឹងបានល្អជាងមុនបន្តិចពីព្រោះជាបទពិសោធន៍ខ្ញុំគិតថាអ្វីដែលខ្ញុំអាចមកដល់ទីនេះបានគឺខ្ញុំគិតថារឿងដែលសំខាន់បំផុតគឺកម្លាំងជំរុញគឺសម្ពាធពីការប្រកួតប្រជែងហ្នឹងឯងខ្ញុំបានចូលរួមការប្រកួតជាច្រើនរហូតដល់ឥឡូវនេះយើងបាទចង់និយាយថាយើងក៏បានជ័យលាភីច្រើនដូចគ្នាដែររហូតដល់ឥឡូវនេះយើងអាចថាជាជ័យលាភីទី4ហើយដែលយើងទទួលបានក្នុងកំឡុងពេលដែលយើងចូលនៅក្នុងសៃវៀននេះចង់និយាយថាអាចតែចាប់ពីឆ្នាំ2022ដល់2024នេះមិនថាយើងចូលយើងលេងឲ្យមែនតើយើងខំប្រឹងប្រែងអភិវឌ្ឍខ្លួនយើងហើយចង់និយាយថាស៊ូអស់ពីលទ្ធភាពហើយយើងនឹងចាប់ដើមមើលខ្លួនយើងថាយើងមានសក្តានុពលប៉ុណ្ណាអរគុណច្រើនបាទលោកគួយសេងថៃដែលបានផ្ដល់បទសម្ភាសន៍ដល់ក្បោះក្បាយបាទជុំវិញជាមួយនឹងការសិប្បកម្មបើគេថាផលិតវត្ថុអនុស្សាវរីយ៍បៃតងរបស់ក្រុមហ៊ុនអាណន់របស់លោកបាទគេថាសូមជូនពរបាទគេថាសិប្បកម្មរបស់លោកក៏ដូចជាក្រុមហ៊ុនទាំងមូលនឹងជួបតែជោគជ័យគេថាមានទីផ្សារថ្មីបន្ថែមទៀតបាទសូមអរគុណច្រើនបាទអរគុណច្រើនបងដូចនេះ